Chào Diền. Dươngរៀបការ5 ឆ្នាំហើយកូនក៏មានហើយចង់លេងលះអីថ្ងៃនេះអូនមកមិនមែនដើម្បីបង្ខំឲ្យបងត្រឡប់ទៅវិញទេបានប៉ុន្តែអូនត្រូវយល់ព្រមលក្ខខណ្ឌមួយរបស់បងថ្ងៃក្រោយរឿងក្រុមហ៊ុនបងជាអ្នកសម្រេចតែម្នាក់ឯងអូននៅផ្ទះមើលថែកូនឲ្យបានល្អទៅបែបនេះពួកយើងនឹងមិនមានចំនួននឹងគ្នាទេបានទេគូឆាវយានលោកចង់ឃុំខ្ញុំទុកនៅក្នុងផ្ទះធ្វើជាម៉ែដោះពេញម៉ោងរបស់លោកលោកកុំភ្លេចឲ្យសោះជីវិតរបស់ខ្ញុំជាងលីមិនដែលត្រូវការពឹងផ្អែកលើលោកទេចុះអូនចង់យ៉ាងម៉េចលិខិតលែងលះខ្ញុំបានចុះហត្ថលេខារួចហើយទ្រព្យសម្បត្តិចែកជា2កូនគឺបានមកខ្ញុំយកមែនតែនហេមិនយកព្រមបងប្រាប់អូនឲ្យហើយកុំសង្ឃឹមថានឹងបានលែងលះឲ្យសោះតោះត្រឡប់ទៅវិញជាមួយបងគូឆាវយានលែងខ្ញុំទៅខ្ញុំឈឺណាស់កុំខឹងអីពីខែនេះពិតជាបងធ្វើមិនបានល្អមែនបងសារភាពថាបងមានបំណងមិនចូលផ្ទះដើម្បីឲ្យអូនខឹងរឿងនោះគ្រាន់តែជាផ្នែកមួយបងសន្យាថ្ងៃទៅមុខទៀតបងនឹងបំពេញតួនាទីជាឪពុកនិងជាស្វាមីឲ្យបានល្អនេះជាកំហុសលើកដំបូងរបស់បងរឿងសិនជឺទោះបីជាបងឲ្យលុយនាងប្រពន្ធសម្លាញ់ខ្ញុំមិនត្រូវការសំណងរបស់លោកទេអ្វីដែលខ្ញុំចង់បានគឺអាកប្បកិរិយារបស់លោកខ្ញុំក៏ធ្លាប់ផ្ដល់ឱកាសឲ្យលោកដែរប៉ុន្តែនៅពេលដែលនាងបង្ករឿងជាមួយខ្ញុំម្ដងហើយម្ដងទៀតលោកបែរជាជ្រើសរើសកាន់ជើងនាងលោកភ្លេចហើយថាអ្នកណាជាប្រពន្ធរបស់លោកបងគូឆាវយានលោកដឹងថាសិនជាចូលចិត្តលោកមែនទេលោកពេញចិត្តនឹងក្រសែភ្នែកដែលនាងសម្លឹងមកលោកពេញចិត្តនឹងអារម្មណ៍ដែលនាងនាំលោកនឹកឃើញដល់ស្នេហាគ្រាដំបូងលោកដឹងគ្រប់យ៉ាងលោកដឹងហើយនៅតែប្រព្រឹត្តស្ដាប់បងបកស្រាយសិនទំនុកចិត្តនៅពេលដែលបាត់បង់ហើយគឺមិនអាចជួសជុលវិញបានទេលែងលះគ្នាល្អសម្រាប់យើងទាំងពីរនាក់ប្រពន្ធសម្លាញ់បងសារភាពថាបងពិតជាភ្លេចខ្លួនក្នុងអាពាហ៍ពិពាហ៍នេះមែនប៉ុន្តែបងពិតជាមិនបានក្បត់អូនទេបងក៏ដាច់ខាតមិនលែងលះជាមួយអូនដែរប្រពន្ធសម្លាញ់គូឆាវយានលោកកុំព្យាយាមអត់ប្រយោជន៍អីខ្ញុំអស់អារម្មណ៍ជាមួយលោកហើយ